ប្រិយមិត្តជាទីមេត្រីសូមស្វាគមន៍ការវិលត្រឡប់មកវិញនៃវីដេអូអប់រំខ្លីរបស់សាលារៀនគ្រូយើងសម្រាប់ការជួបគ្នានៅថ្ងៃនេះយើងខ្ញុំសូមលើកយកប្រធានបទថ្មីមួយទៀតមកជម្រាបជូនប្រិយមិត្តទាក់ទងនឹងឥទ្ធិពលនៃការលេងសម្រាប់ការអភិវឌ្ឍរបស់កុមារនៅពេលកូនលេងសាងសង់ស្រមើស្រមៃនិងសំណើចពួកគេមិនត្រឹមតែកំពុងលេងទេគឺពួកគេកំពុងរៀនការលេងតែងតែមានការយល់ច្រឡំថាជាការកំសាន្តប៉ុណ្ណោះប៉ុន្តែនៅក្នុងជីវិតពិតវាជាមូលដ្ឋានសំខាន់នៃការអប់រំកុមារនៅដំណាក់កាលដំបូងចាប់ពីអាយុ2ដល់5ឆ្នាំការលេងបានបង្កើតរបៀបនៃការគិតអារម្មណ៍និងទំនាក់ទំនងរបស់កុមារជាដំណាក់កាលសំខាន់សម្រាប់ការលូតលាស់របស់ពួកគេហេតុអ្វីបានជាការលេងមានសារៈសំខាន់ការលេងគឺជាភាសាធម្មជាតិរបស់កុមារវាអនុញ្ញាតឲ្យពួកគេស្វែងយល់ពីបរិយាកាសជុំវិញសាកល្បងគំនិតនិងអភិវឌ្ឍជំនាញសំខាន់តាមរយៈការលេងកុមារបណ្ដុះគំនិតច្នៃប្រឌិតពង្រឹងសមត្ថភាពដោះស្រាយបញ្ហានិងកសាងទំនុកចិត្តអ្វីដែលសំខាន់នោះការលេងបង្រៀនពួកគេអំពីរបៀបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបង្កើតការយល់ចិត្តកិច្ចសហការនិងភាពអត់ធ្មត់ប្រភេទនៃការលេងនិងអត្ថប្រយោជន៍ការលេងផ្នែកកាយសម្បទាការរត់ការឡើងនិងការរាំជួយអភិវឌ្ឍជំនាញធ្វើចលនាការសម្របសម្រួលនិងសុខភាពទូទៅការលេងបែបស្រមើស្រមៃការសម្ដែងនិងការនិទានរឿងបង្កើនការស្រមើស្រមៃការអភិវឌ្ឍភាសានិងភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ការលេងសាងសង់អគារល្បែងផ្គុំរូបនិងគូគំនូរជួយបង្កើនការផ្ដោតអារម្មណ៍ភាពអត់ធ្មត់និងការគិតបែបតក្កៈការលេងនៅក្នុងសង្គមល្បែងជាក្រុមបង្រៀនពីការងារជាក្រុមការចែករំលែកនិងការដោះស្រាយទំនាស់រៀបចំកុមារសម្រាប់ការសហការទៅថ្ងៃអនាគតតួនាទីរបស់មាតាបិតានិងលោកគ្រូអ្នកគ្រូឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូមានតួនាទីសំខាន់ក្នុងការលើកទឹកចិត្តឲ្យកូនលេងដោយផ្ដល់កន្លែងសុវត្ថិភាពនិងសម្ភារៈសាមញ្ញដូចជាសៀវភៅខ្មៅដៃឬប្លុកសាងសង់ជាដើមពួកគេបង្កើតឱកាសឲ្យកូនបានរុករកនិងស្វែងយល់ដោយសេរីការចូលរួមលេងជាមួយកូនក៏ជួយពង្រឹងទំនាក់ទំនងនិងបង្ហាញថាការចង់ដឹងរបស់កូនមានតម្លៃណាស់ជាមួយគ្នានេះឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូគួរតែជៀសវាងការកំណត់ពេលវេលាតឹងតែងពេកសម្រាប់កុមារធំហើយអនុញ្ញាតឲ្យមានពេលវេលាលេងដោយសេរីដែលមានអត្ថន័យបំផុតសម្រាប់ពួកគេផលប្រយោជន៍រយៈពេលវែងកុមារដែលមានពេលវេលាលេងមានន័យថានឹងក្លាយជាមនុស្សដែលមានទំនុកចិត្តអាចបត់បែននិងត្រៀមខ្លួនរួចរាល់សម្រាប់ការសិក្សារៀនសូត្រការលេងបង្កើតការចង់ដឹងនិងភាពអត់ធ្មត់ដែលជាគុណសម្បត្តិសំខាន់បំផុតសម្រាប់ជីវិតអនាគតជាសារៈសំខាន់ការលេងមិនមែនជាការរំខានដល់ការរៀនសូត្រទេតែវាជាការរៀនសូត្រដោយផ្ទាល់ជារួមឥទ្ធិពលនៃការលេងគឺស្ថិតនៅលើលទ្ធភាពរបស់វានៅក្នុងការរៀបចំកុមារទាំងផ្លូវចិត្តផ្លូវកាយនិងវិញ្ញាណតាមរយៈការឲ្យតម្លៃលើការលេងឲ្យបានច្រើនដូចជាមេរៀនផ្លូវការមាតាបិតានិងលោកគ្រូអ្នកគ្រូអាចជួយកុមារឲ្យរីកចម្រើនទៅជាបុគ្គលដែលមានគំនិតច្នៃប្រឌិតមានក្តីមេត្តានិងមានសមត្ថភាពរាល់ល្បែងកម្សាន្តការលេងនិងរាល់សំណើចគឺជាជំហានឆ្ពោះទៅរកការកសាងអនាគតដ៏ត្រចះត្រចង់ដល់កុមារសូមអរគុណប្រិយមិត្តទាំងអស់ដែលបានតាមដានវីដេអូអប់រំខ្លីរបស់យើងតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា